សាលិខិតជូនពរសូមគោរពជូនពរជ័យសិរីមង្គលវិបុលសុខមហាប្រសើរសូមគោរពជូនចំពោះឯកឧត្តមបណ្ឌិតវង្សប៊ុនឥន្ទ្រាវុធប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋាភិបាលជាតិក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំម្សាញ់សប្បស័កពុទ្ធសករាជ2569គ្រិស្តសករាជ2025ឯកឧត្តមបណ្ឌិតវង្សប៊ុនឥន្ទ្រាវុធជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុតនាឱកាសដ៏មង្គលសួស្តីប្រសើរថ្លៃថ្លាប្រកបដោយសេចក្តីសោមនស្សរីករាយនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរដែលនឹងប្រព្រឹត្តទៅនៅថ្ងៃច័ន្ទ2រោចថ្ងៃអង្គារ3រោចថ្ងៃពុធ4រោចខែចែកឆ្នាំម្សាញ់សប្បស័កពុទ្ធសករាជ2569ត្រូវនឹងថ្ងៃទី14ទី15និងទី16ខែមេសា គ្រិស្តសករាជ2025ខាងមុខនេះវេលាម៉ោង 4:48 នាទីទៀបភ្លឺដែលប្រកបដោយមហានក្ខត្តរិកដ៏ឧត្តុង្គឧត្តមថ្លៃថ្លាយើងខ្ញុំជាថ្នាក់ដឹកនាំមន្ត្រីរាជការនៃរដ្ឋាភិបាលខេត្តបៃលិនសូមសម្ដែងនូវមនោសញ្ចេតនាគោរពប្រកបទៅដោយកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅនិងសូមជូនពរជ័យសិរីមង្គលវិបុលសុខដ៏មហាប្រសើរចំពោះឯកឧត្តមបណ្ឌិតវង្សប៊ុនឥន្ទ្រាវុធដែលជានិច្ចកាលតែងតែប្រើអស់កម្លាំងកាយចិត្តប្រាជ្ញាស្មារតីក្នុងការបំពេញបេសកកម្មបម្រើផលប្រយោជន៍ជនជាតិសាសនាព្រះមហាក្សត្រនិងបានបំពេញនូវតួនាទីយ៉ាងសកម្មជាពិសេសចូលរួមបន្តអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងកំណែទម្រង់ដឹកនាំនិងអភិវឌ្ឍដើម្បីចូលរួមលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនិងការជំរុញនៅការអភិវឌ្ឍលើគ្រប់វិស័យទាំងពុទ្ធចក្រអាណាចក្រនិងដើម្បីកសាងអភិវឌ្ឍឲ្យកាន់តែរីកចម្រើនថែមទៀតជាថ្មីម្ដងទៀតយើងខ្ញុំទាំងអស់គ្នាសូមលើកហាត់បួងសួងដល់គុណបុណ្យព្រះរតនត្រ័យគុណកែវទាំង3វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោកពិសេសទេវតាថែរក្សាឆ្នាំថ្មីឆ្នាំម្សាញ់សប្បស័កព្រះនាមកោរាគៈទេវីជាបុត្រីទី2នៃកបិលមហាព្រហ្មបារមីលោកយាយយ៉ាតលោកតាឪសូមតាមជួយថែរក្សានិងប្រោះព្រំព្រមទាំងប្រសិទ្ធិពរជ័យឯកឧត្តមបណ្ឌិតវង្សប៊ុនឥន្ទ្រាវុធនិងលោកជំទាវព្រមទាំងបុត្រាបុត្រីសូមសំប្រកបដោយពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈកំបីគ្លៀងឃ្លាតឡើយសូមឯកឧត្តមបណ្ឌិតវង្សប៊ុនឥន្ទ្រាវុធប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋាភិបាលជាតិទទួលនៅគិរវៈភក្តីដ៏ខ្ពង់ខ្ពស់អំពីយើងខ្ញុំទាំងអស់គ្នាថ្ងៃប្រហ័ស13កើតខែចែកឆ្នាំរោងឆស័កពុទ្ធសករាជ2568ត្រូវនឹងថ្ងៃទី10ខែមេសាឆ្នាំ2025តំណាងថ្នាក់ដឹកនាំមន្ត្រីរាជការរដ្ឋាភិបាលខេត្តបៃលិនហត្ថលេខានឹងត្រានេងករុណា